ម៉ែបងប្អូនខ្លះក៏មានបញ្ហាទាក់ទងនឹងថ្មតេឡេបងប្អូនបាទនៅពេលដែលគាត់ជិះទៅឆ្ងាយទុកចោលឲ្យមកវិញកាច់សម៉ូតូអត់បានទេបងប្អូនអញ្ចឹងគាត់បារម្ភខ្លាចថាមិនធ្វើមិនទៅបើសិនតើអត់ថ្មតេឡេកាប់ពិតទៅម៉ូតូរបស់យើងគឺវាឲ្យសញ្ញាបងប្អូនទាក់ទងនឹងថ្មតេឡេនេះបងប្អូនបាទដូចម៉ូតូអានេះខ្ញុំយក Honda Click ស៊េរីឆ្នាំ2023មកជាធ្វើជាឧទាហរណ៍បងប្អូនបាទនៅពេលដែលយើងកាច់សមកគឺវាមានលោសញ្ញាពណ៌សមួយនេះសញ្ញាពណ៌ក្រហមរូបសនេះបាទបងប្អូនអញ្ចឹងបើសិនតែកាច់មកសញ្ញាសនេះវាលោតផ្ទើរយៈពេល5ដងមានន័យថាវាឲ្យសញ្ញាថាថ្មតេឡេរបស់ពុកម៉ែបងប្អូនគឺជិតនឹងអស់ហើយអានេះវាឲ្យសញ្ញាបងប្អូនបើពុកម៉ែបងប្អូនឃើញអញ្ចឹងគឺពុកម៉ែបងប្អូនអាចយកទៅដូរថ្មឬក៏យកទៅជាងឲ្យគេឆែកមើលថ្មឲ្យហើយជិះវាងពុកម៉ែបងប្អូនជិះទៅឆ្ងាយនៅកន្លែងដែលដាច់ស្រយាលបងប្អូនអញ្ចឹងអត់មានជាងថ្មតេឡេទេយើងពិបាកម៉ូតូយើងមានបញ្ហាអញ្ចឹងអានេះវាឲ្យសញ្ញាបងប្អូនហ្នឹងសិតតែជាសញ្ញាដែលយើងគូកត់សម្គាល់ហើយបងប្អូនតែវាលោតញឹកញាប់5ដងផ្ទើរាប់ទៅ5ដងគឺមានន័យថាថ្មតេឡេយើងមានបញ្ហាបងប្អូនបើសិនតែពុកម៉ែបងប្អូនចង់ដឹងព័ត៌មានបន្ថែមទាក់ទងនឹងការបង់រំលោះទាក់ទងនឹងបញ្ហាម៉ូតូពុកម៉ែបងប្អូនចុច like page 1 follow TikTok 1និង subscribe YouTube 1